នៅកំពង់ស្ពឺអូយកើតមកជីកូនបើអញ្ចឹងណាទៅធ្វើកិច្ចការផ្ទះអញ្ចឹងហេអើយហើយកទៀងឯងមែអូនមកអត់បានហងម៉ែឃើញអត់ណែបាច់ទៀងបាច់កោះបាច់កាប់អីទៅជាមួយម៉ែទៅណាទៀតហើយអូយម៉ែឯងទៅឲ្យកូនទៅលួចកំក្រោយនឹងកូនឡើងទៅអត់ទេអត់មានទៅលួចទេម្ដងនេះទៅរកស្រែខ្លួនឯងហ្មងអីយ៉ាស្មានតាម៉ាក់មកនឹងបបួលទៅលួចផ្ទះអង្ក្រួយទៀតឯតាប៉ុន្តែមានណាម៉ាក់បបួលទៅកដាលស្រែហើយនិយាយពីថាម្នាក់មានទាំងជាប់កាប់មានទាំងធុងមានទាំងកញ្ជើពេលដែលមកដល់ហ្នឹងគឺជាប់របងហ្នឹងជាប់សោអញ្ចឹងឯងខ្ញុំនេះមានតែលេងផ្លូវកាត់អញ្ចឹងឯងកូនតូលចរិតតែប៉ុណ្្នឹងឯងអ្នកណាកូនតូលអញ្ចឹងខ្លះខមមិនមកលឿនមកពេលដែលឆ្លងផុតរបងភ្លាមគឺអត់នៅចាំយូរទេរុះដៃរុះជើងបញ្ញាដើម្បីទៅចាប់ក្តាមបើមិនអញ្ចឹងទេក្តាមរត់ចោលអស់មកដល់ដូចចិត្តមែនណាក្តាមមកពេញស្រែអាមស្រុកបងប្អូនខ្ញុំមិនដឹងនៅតាណាតែក្តាមស្រុកខ្ញុំនៅតែហ្នឹងឃើញហើយខ្ញុំនេះយូសប្បាយចិត្តណាស់សំខាន់ណាគេមានរុនគេណាហ្នឹងណាពូខ្ញុំហ្នឹងគាត់កាប់រុនតែកាប់ហើយអីហើយខ្ញុំនេះបញ្ញាប់បញ្ញាលមកមើលរុនក្តាមហ្នឹងជំរឿមានក្តាមអត់អត់មើលទាំងអស់គ្នាមើលខ្ញុំហ្នឹងចង់ដឹងចង់លឺណាគ្រាន់តែឃើញរុនក្តាមអញ្ចឹងខ្ញុំមើលឲ្យដល់ភ្នែកហ្នឹងហើយចាំមើលភ្លឺស្រែទី1ហ្នឹងមានក្តាមអីអត់ហើយម៉ាក់ខ្ញុំហ្នឹងក៏ថាអញ្ចេះចង់ឲ្យក្តាមចេញមកហ្នឹងយើងយកស្មៅរុកជើងក្តាមសិនអាហ្នឹងក្តាមនឹងចេញមកហើយប៉ុន្តែបងប្អូនណាចេញមកមែនតានេះបានឡើង2 3ហើយស្រុកខ្ញុំនឹងសបោណាតែសបោតែក្រោយផ្ទះខ្ញុំទេបងចង់បានក្តាមសបោឲ្យស្រួលរអញ្ចឹងមកក្រោយភូមិខ្ញុំម្ដុំហ្នឹងមានហើយជឿខ្ញុំមិនសបោតែក្តាមមិនសបោតែត្រីណាសូម្បីតែទេសភាពក៏ស្អាតដែរពេលរងាយរៀបថ្ងៃលិចអញ្ចឹងចូលមកតិចហើយឈ្ងុយក្លិនសណាបទៀតធ្វើឲ្យអារម្មណ៍យើងដែល stress ទាំងប្រមាណណាគឺរលាយតាមខ្យល់បក់អស់មកយើងមានអារម្មណ៍ល្អច្រើនមែនតើសំខាន់ណាគឺមានអនុឡើង2ខ្ញុំថាស្អាតដែរបើអត់ជឿអាចមកលេងបានណាឥឡូវនេះគឺពូខ្ញុំទាំងពីរនេះគាត់កំពុងតែកាត់រុនក្តាមតែកំពុងតែកាប់បងប្អូនណាចំសបុកក្តាមប្រហើយអូយសប្បាយចិត្តមែនតើហ្មងបងប្អូនអើយសប្បាយចាប់ដាក់ធុងតាមស្រុកខ្ញុំគេនៅសំណុំគ្នាអញ្ចឹងហ្មងស្រែកំពង់ស្ពឺនេះគឺចាប់ក្តាមស្រែកំពង់ស្ពឺបានហើយគឺយើងត្រឡប់ទៅផ្ទះវិញអូយសប្បាយណាស់បងប្អូនអើយមកជើងនេះនិយាយមែនរត់លេងតាមភ្លឺស្រែដើរលេងតាមភ្លឺស្រែអូសប្បាយណាស់តែបងប្អូនដឹងថាខ្ញុំចាប់ក្តាមមកធុងមិញដឹងថាខ្ញុំយកតាណាអត់មិនខ្ញុំយកតែញ៉ាំឬយកតែស្លអីណាគឺខ្ញុំយកមកប្រឡែងនឹងកង់ក្រោយផ្ទះខ្ញុំហ្នឹងមិនយកតែញ៉ាំឬក៏យកតែធ្វើបាបគ្នាអីទេបងប្អូនអើយចាប់ពីស្រែយកមកដាក់ទឹកកង់នឹងឯងមិញហ្នឹងគឺទៅកដាលវាស្រែអញ្ចឹងឯងតែងតែមានធូលីដីនៅលើផ្ទៃមុខរបស់យើងអីអញ្ចឹងទៅអញ្ចឹងឯងគឺខ្ញុំតែងតែលាងមុខជាមួយនឹងហ្វូមទឹកដោះគោជូរខ្ញុំប្រើសឹងតែច្រៀងរាល់ថ្ងៃឯងស្រឡាញ់ត្រង់ហ្វូមទឹកដោះគោជូរគឺជួយជំរះរាល់បាក់តេរីបានល្អព្រោះស្បែកមុខយើងគឺទន់ភ្លឺរលោងសម្អាតខ្លាញ់នៅលើផ្ទៃមុខគ្មានជាតិបោកគ្មានជាតិកាត់ខ្ញុំចំណាំខ្លួនឯងហ្មងអត់តែខ្ញុំប្រើជាមួយនឹងហ្វូមលាងមុខទឹកដោះគោជូរគឺបាត់មុនសាច់មុនអង្កាមរួមរុនញើបំបត្តិស្នាមមុនលើស្បែកមុខទប់ស្កាត់កុំឲ្យផ្ទៃមុខឡើងក្រហមសំខាន់ហ្វូមទឹកដោះគោជូរប្រើបានក្មេងចាប់ពីអាយុ10ឆ្នាំឡើងទៅប្រើបានទាំងបុរសនិងនាងពេលដែលលាងមុខជាមួយនឹងហ្វូមទឹកដោះគោជូរហើយគឺខ្ញុំមកជូតជាមួយនឹងសម្លេភ្លោះយ៉ាន់សិនម៉ាក់អ៊ីសម្លេភ្លោះយ៉ាន់សិនពេលដែលយើងជូតរាល់ថ្ងៃធ្វើឲ្យស្បែកមុខរបស់យើងចាំកាន់តែក្មេងខ្ចីអ្នកដែលមានមុនតូចមុនធំពេលដែលជូតទៅគឺជាសះស្បែកបានល្អមិនថាស្នាមអុចខ្មៅឬស្នាមក្រហមគឺបាត់លឿន 100% ជូតរាល់ថ្ងៃជួយបន្តឲ្យស្បែកមុខកាន់តែតឹងណែនជូតរាល់ថ្ងៃដើម្បីកាត់បន្ថយជាតិពុលនៅលើស្បែកមុខទៀតខាងជូតជាប្រចាំជូតមួយថ្ងៃម្ដងធ្វើឲ្យស្បែកមុខរបស់យើងកាន់តែក្មេងហ្មងហើយមួយកំប៉ុងហ្នឹងគឺមានរហូតដល់70សន្លឹកចំណេញខ្លាំងមែនតែម្ដងបងប្អូនទាំងអស់គ្នាអាចដាក់កំងតាម page នេះបានណា